ក្នុងយុគសម័យបច្ចេកវិទ្យាអវកាសកំពុងរីកចម្រើនយ៉ាងឆាប់រហ័សមនុស្សជាតិបានបន្តស្វែងយល់អំពីអាថ៌កំបាំងនានានៅក្នុងប្រព័ន្ធព្រះអាទិត្យការបញ្ជូនយានអវកាសទៅកាន់ភពផ្សេងៗមិនត្រឹមតែជាការបង្ហាញអំពីសមត្ថភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាជំហានសំខាន់សម្រាប់ការសិក្សាអំពីប្រវត្តិកំណើតនៃភពនានានិងដើមកំណើតនៃប្រព័ន្ធព្រះអាទិត្យទាំងមូលក្នុងចំណោមបេសកកម្មដ៏គួរឲ្យចាប់អារម្មណ៍នាពេលថ្មីៗនេះមានបេសកកម្មរបស់យានអវកាស Psyche របស់អង្គការ NASA ដែលត្រូវបានបង្កើតឡើងដើម្បីធ្វើដំណើរទៅកាន់ Asteroid Psyche ដែលសម្បូរទៅដោយលោហៈបេសកកម្ម Psyche មានគោលបំណងសិក្សាអំពី Asteroid មួយដែលអ្នកវិទ្យាសាស្ត្រជឿថាអាចជាស្នូលលោហៈនៃភពមួយដែលមិនអាចបង្កើតខ្លួនបានពេញលេញការសិក្សាអំពី Asteroid នេះអាចជួយឲ្យមនុស្សយល់ច្បាស់ពីរបៀបកំណើតភពដូចជាភពផែនដីភពព្រះអង្គារនិងភពផ្សេងៗទៀតមុននឹងទៅដល់គោលដៅចុងក្រោយរបស់ខ្លួនយាន Psyche ត្រូវធ្វើដំណើរឆ្លងកាត់លំហអវកាសជាច្រើនលានគីឡូម៉ែត្រហើយនៅក្នុងដំណើរនោះវាបានហោះកាត់ជិតភពព្រះអង្គារដើម្បីប្រើកម្លាំងទំនាញរបស់ភពនេះជាជំនួយក្នុងការបង្កើនល្បឿនការហោះកាត់នេះត្រូវបានគេចាត់ទុកថាជាដំណាក់កាលដ៏សំខាន់បំផុតមួយនៅក្នុងបេសកកម្មទាំងមូលប្រវត្តិនៃបេសកកម្ម Psyche បេសកកម្ម Psyche ត្រូវបានរៀបចំឡើងដោយអង្គការ NASA ក្រោមកម្មវិធី Discovery Program ដែលជាកម្មវិធីគាំទ្របេសកកម្មវិទ្យាសាស្ត្រដែលមានថវិកាមធ្យមប៉ុន្តែមានតម្លៃវិទ្យាសាស្ត្រខ្ពស់គម្រោងនេះត្រូវបានអនុម័តក្នុងឆ្នាំ2017ហើយត្រូវបានបង្កើតឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រនិងវិស្វករច្រើនរូបមកពីសាកលវិទ្យាល័យនិងមន្ទីរពិសោធន៍នានាគោលដៅសំខាន់របស់បេសកកម្មគឺ Asteroid 16 Psyche ដែលស្ថិតនៅក្នុងខ្សែក្រវ៉ាត់ Asteroid រវាងភពព្រះអង្គារនិងភពព្រះហស្ថAsteroid នេះត្រូវបានគេរកឃើញតាំងពីឆ្នាំ1332ហើយអ្នកវិទ្យាសាស្ត្រជឿថាវាមានសមាសធាតុលោហៈដែកនិងនីកែលច្រើនបើសិនជាការសន្និដ្ឋាននេះត្រឹមត្រូវនោះវាអាចជាសំណល់នៃស្នូលភពដំបូងមួយដែលត្រូវបានបំផ្លាញដោយការបុកទង្គិចក្នុងអវកាសកាលពីរាប់ពាន់លានឆ្នាំមុនNASA បានបាញ់បង្ហោះយាន Psyche ដោយប្រើរ៉ុកែត Falcon Heavy របស់ក្រុមហ៊ុន SpaceX ការបាញ់បង្ហោះនេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍វិទ្យាសាស្ត្រនិងប្រជាជនទូទៅព្រោះវាជាបេសកកម្មដំបូងដែលមានគោលដៅសិក្សាអំពីស្នូលលោហៈនៃភពលក្ខណៈពិសេសរបស់យាន Psyche ត្រូវបានរចនាឡើងដោយប្រើបច្ចេកវិទ្យាទំនើបជាច្រើនវាមានបន្ទះសូឡាធំៗសម្រាប់ផលិតថាមពលអគ្គិសនីព្រោះការធ្វើដំណើរនៅឆ្ងាយពីព្រះអាទិត្យត្រូវការប្រព័ន្ធថាមពលដែលមានប្រសិទ្ធភាពខ្ពស់យាននេះក៏ប្រើប្រព័ន្ធជំរុញអ៊ីយ៉ុងដែលអាចផ្ដល់កម្លាំងជំរុញបានយូរនិងប្រើប្រាស់ឥន្ធនៈតិចជាងប្រព័ន្ធរ៉ុកែតធម្មតាឧបករណ៍វិទ្យាសាស្ត្រនៅលើយាន Psyche រួមមានម៉ាស៊ីនថតរូបដែលអាចថតផ្ទៃ Asteroid បានច្បាស់ប្រព័ន្ធវាស់សមាសធាតុលោហៈនិងឧបករណ៍វាស់ដែនម៉ាញេទិកទិន្នន័យដែលទទួលបាននឹងជួយឲ្យអ្នកវិទ្យាសាស្ត្រយល់ដឹងអំពីរចនាសម្ព័ន្ធខាងក្នុងនិងប្រវត្តិវិវត្តរបស់ Asteroid Psyche មិនត្រឹមតែប៉ុណ្ណោះបេសកកម្មនេះក៏មានការសាកល្បងបច្ចេកវិទ្យាទំនាក់ទំនងដោយឡាស៊ែរដែលអាចផ្ញើទិន្នន័យបានលឿនជាងប្រព័ន្ធវិទ្យុធម្មតាប្រសិនបើការសាកល្បងនេះជោគជ័យវាអាចក្លាយជាបច្ចេកវិទ្យាសំខាន់សម្រាប់បេសកកម្មអវកាសនៅពេលអនាគតភពព្រះអង្គារនិងទូនាទីរបស់វាភពព្រះអង្គារគឺជាភពទី4នៅក្នុងប្រព័ន្ធព្រះអាទិត្យហើយត្រូវបានគេស្គាល់ថាជាភពក្រហមដោយសារផ្ទៃរបស់វាមានពណ៌ក្រហមដែលបង្កឡើងដោយអុកស៊ីតដែកភពនេះជាគោលដៅសំខាន់សម្រាប់ការសិក្សាអវកាសព្រោះវាមានលក្ខណៈស្រដៀងនឹងផែនដីជាច្រើនក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក NASA និងអង្គការអវកាសផ្សេងៗបានបញ្ជូនយានជាច្រើនទៅសិក្សាភពព្រះអង្គារមានទាំងយានកូចរយានចុះចតនិងរ៉ូបូតដើរលើផ្ទៃភពការសិក្សាទាំងនេះបានបង្ហាញថាភពព្រះអង្គារធ្លាប់មានទឹករាវនិងអាកាសធាតុដែលអាចគ្រប់គ្រងជីវិតមីក្រូសាពាង្គកាយបានសម្រាប់បេសកកម្ម Psyche ភពព្រះអង្គារមានតួនាទីសំខាន់ជាងគេក្នុងការផ្ដល់ Gravity Assist ឬជំនួយទំនាញវាជាបច្ចេកទេសដែលយានអវកាសប្រើកម្លាំងទំនាញរបស់ភពមួយដើម្បីបង្កើនល្បឿននិងផ្លាស់ប្ដូរទិសដៅដោយមិនចាំបាច់ប្រើឥន្ធនៈច្រើនការហោះកាត់ភពព្រះអង្គារនៅពេលយាន Psyche ធ្វើដំណើរពីផែនដីទៅកាន់ Asteroid Psyche វាត្រូវធ្វើដំណើរឆ្លងកាត់ចម្ងាយដ៏ឆ្ងាយដើម្បីឲ្យការធ្វើដំណើរមានប្រសិទ្ធភាព NASA បានគ្រោងឲ្យយាននេះហោះកាត់ជិតភពព្រះអង្គារការហោះកាត់នេះមិនមែនគ្រាន់តែជាការឆ្លងកាត់ធម្មតាទេប៉ុន្តែជាបច្ចេកទេសសំខាន់ក្នុងវិស្វកម្មអវកាសនៅពេលយានចូលទៅជិតភពព្រះអង្គារកម្លាំងទំនាញរបស់ភពនឹងទាញយានឲ្យបង្កើនល្បឿនបន្ទាប់ពីឆ្លងកាត់ភពយាននឹងបន្តដំណើរទៅកាន់គោលដៅដោយប្រើថាមពលតិចជាងមុនវាដូចជាការបោះដុំថ្មជុំវិញអ្វីមួយដើម្បីឲ្យវាបន្តទៅមុខលឿនជាងមុនការគណនាផ្លូវហោះហើរនេះត្រូវការភាពត្រឹមត្រូវខ្ពស់វិស្វករត្រូវគណនាល្បឿនមុំនិងពេលវេលាឲ្យបានត្រឹមត្រូវដើម្បីឲ្យយានអាចទទួលបានកម្លាំងជំនួយល្អបំផុតប្រសិនបើមានកំហុសតិចតួចក៏អាចប៉ះពាល់ដល់បេសកកម្មទាំងមូលបានដែរសារៈសំខាន់នៃ Gravity Assist បច្ចេកទេស Gravity Assist ត្រូវបានប្រើប្រាស់នៅក្នុងបេសកកម្មអវកាសជាច្រើនយាន Voyager, Cassini និង New Horizon ក៏បានប្រើវិធីនេះដែរដោយសារកម្លាំងទំនាញរបស់ភពយានអាចធ្វើដំណើរបានឆ្ងាយជាងមុនដោយប្រើឥន្ធនៈតិចសម្រាប់ Psyche ការហោះកាត់ភពព្រះអង្គារមានសារៈសំខាន់ខ្លាំងព្រោះ Asteroid Psyche ស្ថិតនៅឆ្ងាយណាស់ប្រសិនបើគ្មាន Gravity Assist នោះយានអាចត្រូវការឥន្ធនៈបន្ថែមច្រើនឬចំណាយពេលធ្វើដំណើរយូរជាងនេះបច្ចេកទេសនេះបង្ហាញពីភាពឆ្លាតវៃរបស់វិស្វករអវកាសជំនួសឲ្យការប្រើថាមពលច្រើនពួកគេប្រើច្បាប់រូបវិទ្យា
ធម្មជាតិដើម្បីជួយដល់ការធ្វើដំណើរការសិក្សាភពព្រះអង្គាក្នុងពេលហោះកាត់ទោះបីគោលដៅចម្បងរបស់ Psyche មិនមែនភពព្រះអង្គាក៏ដោយការហោះកាត់នេះក៏ផ្ដល់ឱកាសសម្រាប់ការសិក្សាបន្ថែមផងដែរយានអាចប្រើកាមេរ៉ានិងឧបករណ៍ផ្សេងៗដើម្បីថតរូបនិងប្រមូលទិន្នន័យអំពីភពព្រះអង្គាការសិក្សាបន្ថែមនេះអាចជួយអ្នកវិទ្យាសាស្ត្រយល់កាន់តែច្បាស់អំពីបរិយាកាសផ្ទៃនិងដែនម៉ាញេទិករបស់ភពទិន្នន័យទាំងនេះអាចប្រើប្រាស់សម្រាប់បេសកកម្មនាពេលអនាគតដូចជាការបញ្ជូនមនុស្សទៅរស់នៅលើភពព្រះអង្គាលើសពីនេះការហោះកាត់ក៏អាចជួយសាកល្បងប្រព័ន្ធនិងឧបករណ៍របស់យានផងដែរប្រសិនបើមានបញ្ហាអ្វីអ្នកវិស្វករអាចកែសម្រួលបានមុនពេលយានទៅដល់គោលដៅចុងក្រោយ Asteroid Psyche និងអាចកំបាំងរបស់វា Asteroid Psyche គឺជាវត្ថុអវកាសដ៏ពិសេសមួយវាមានទំហំធំនិងមានសមាសធាតុលោហៈខ្ពស់ជាង Asteroid ធម្មតាអ្នកវិទ្យាសាស្ត្រជឿថាវាអាចជាស្នូលនៃភពដំបូងមួយដែលត្រូវបានបំផ្លាញប្រសិនបើការសន្និដ្ឋាននេះត្រឹមត្រូវនោះការសិក្សា Psyche នឹងដូចជាការមើលចូលទៅក្នុងស្នូលរបស់ភពមួយដោយផ្ទាល់នៅលើផែនដីយើងមិនអាចទៅដល់ស្នូលបានទេព្រោះវាស្ថិតនៅជ្រៅខ្លាំងប៉ុន្តែ Asteroid Psyche អាចផ្ដល់ឲ្យយើងនូវឱកាសសិក្សាដោយផ្ទាល់អ្នកវិទ្យាសាស្ត្ររំពឹងថាទិន្នន័យពី Psyche នឹងជួយពន្យល់អំពីរបៀបដែលភពថ្មកើតឡើងនិងរបៀបដែលស្នូលលោហៈត្រូវបានបង្កើតវាក៏អាចជួយយល់អំពីប្រវត្តិនៃការបុកទង្គិចក្នុងប្រព័ន្ធព្រះអាទិត្យផងដែរបច្ចេកវិទ្យាទំនើបនៅក្នុងបេសកកម្ម Psyche មិនត្រឹមតែជាបេសកកម្មវិទ្យាសាស្ត្រប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាកន្លែងសាកល្បងបច្ចេកវិទ្យាថ្មីៗមួយក្នុងចំណោមបច្ចេកវិទ្យាសំខាន់គឺ Deep Space Optical Communication ដែលប្រើឡាស៊ែរសម្រាប់ផ្ញើទិន្នន័យប្រព័ន្ធទំនាក់ទំនងធម្មតាប្រើរលកវិទ្យុប៉ុន្តែការប្រើឡាស៊ែរអាចផ្ញើទិន្នន័យបានលឿនជាងច្រើននេះមានសារៈសំខាន់សម្រាប់បេសកកម្មនៅចម្ងាយឆ្ងាយដែលត្រូវការផ្ញើរូបភាពនិងទិន្នន័យច្រើនបច្ចេកវិទ្យាផ្សេងទៀតគឺប្រព័ន្ធជំរុញអ៊ីយ៉ុងប្រព័ន្ធនេះប្រើអគ្គិសនីដើម្បីបង្កើតអ៊ីយ៉ុងនិងបាញ់វាចេញដើម្បីបង្កើតកម្លាំងជំរុញទោះបីកម្លាំងមិនខ្លាំងដូចរ៉ុកែតធម្មតាប៉ុន្តែវាអាចដំណើរការបានយូរនិងមានប្រសិទ្ធភាពខ្ពស់ការចូលរួមរបស់មនុស្សជាតិបេសកកម្ម Psyche មិនមែនជាការងាររបស់ NASA តែម្នាក់ឯងទេវាមានការចូលរួមពីសាកលវិទ្យាល័យមន្ទីរពិសោធន៍និងក្រុមហ៊ុនឯកជនជាច្រើនការសហការនេះបង្ហាញថាការស្រាវជ្រាវអវកាសគឺជាការខិតខំរួមរបស់មនុស្សជាតិសិស្សនិស្សិតនិងអ្នកស្រាវជ្រាវវ័យក្មេងជាច្រើនក៏បានចូលរួមក្នុងគម្រោងនេះដែរពួកគេបានជួយអភិវឌ្ឍកម្មវិធីកែច្នៃឧបករណ៍និងវិភាគទិន្នន័យនេះជាឱកាសសម្រាប់ការបណ្ដុះបណ្ដាលអ្នកវិទ្យាសាស្ត្រជំនាន់ថ្មីលើសពីនេះបេសកកម្ម Psyche ក៏ជួយលើកទឹកចិត្តឲ្យមនុស្សជាច្រើនចាប់អារម្មណ៍លើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្មេងៗជាច្រើនអាចមានក្តីសុបិនចង់ក្លាយជាវិស្វករឬអ្នកអវកាសដោយសារបេសកកម្មបែបនេះផលប្រយោជន៍សម្រាប់អនាគតការសិក្សាអំពី Asteroid Psyche អាចមានផលប្រយោជន៍យ៉ាងច្រើនសម្រាប់អនាគតមួយក្នុងចំណោមនោះគឺការយល់ដឹងអំពីធនធានក្នុងអវកាស Asteroid ដដែលសម្បូរលោហៈអាចក្លាយជាប្រភពធនធានសម្រាប់មនុស្សនាពេលអនាគតបើមនុស្សអាចធ្វើការជីកយកធនធានពី Asteroid បាននោះវាអាចជួយកាត់បន្ថយការប្រើប្រាស់ធនធានលើផែនដីវាក៏អាចគ្រប់គ្រងការសាងសង់ស្ថានីយ៍អវកាសនិងបេសកកម្មទៅកាន់ភពផ្សេងៗផងដែរបេសកកម្មនេះក៏ជួយអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗដែលអាចយកមកប្រើប្រាស់លើផែនដីឧទាហរណ៍បច្ចេកវិទ្យាទំនាក់ទំនងនិងប្រព័ន្ធថាមពលអាចមានអត្ថប្រយោជន៍សម្រាប់វិស័យទូរគមនាគមន៍និងឧស្សាហកម្មផ្សេងៗបញ្ហាប្រឈមក្នុងបេសកកម្មការធ្វើដំណើរនៅក្នុងអវកាសគឺពិបាកខ្លាំងយាន Psyche ត្រូវប្រឈមមុខនឹងសីតុណ្ហភាពខ្លាំងកាំរស្មីអវកាសនិងចម្ងាយដ៏ឆ្ងាយការទំនាក់ទំនងរវាងផែនដីនិងយានអាចចំណាយពេលជាច្រើននាទីឬម៉ោងបញ្ហាប្រឈមមួយទៀតគឺការរក្សាឲ្យប្រព័ន្ធទាំងអស់ដំណើរការបានល្អក្នុងរយៈពេលយូរបេសកកម្ម Psyche ត្រូវចំណាយពេលជាច្រើនឆ្នាំមុនពេលទៅដល់គោលដៅនេះមានន័យថាឧបករណ៍ទាំងអស់ត្រូវមានភាពរឹងមាំខ្ពស់ការគ្រប់គ្រងផ្លូវហោះហើរក៏ជាការងារលំបាកដែរវិស្វករត្រូវតាមដានទីតាំងនិងល្បឿនរបស់យានជានិច្ចដើម្បីធានាថាវានៅលើផ្លូវត្រឹមត្រូវការចាប់អារម្មណ៍របស់ពិភពលោកការហោះកាត់ភពព្រះអង្គារបស់យាន Psyche បានទាក់ទាញការចាប់អារម្មណ៍ពីសារព័ត៌មាននិងសាធារណជនជុំវិញពិភពលោកមនុស្សជាច្រើនបានតាមដានព័ត៌មាននិងរូបភាពដែល NASA បញ្ចេញបេសកកម្មនេះបង្ហាញថាមនុស្សនៅតែមានចំណង់ចំណូលចិត្តខ្លាំងក្នុងការស្វែងយល់អំពីអវកាសទោះបីមានបញ្ហាជាច្រើននៅលើផែនដីក៏មនុស្សមិនបោះបង់ការស្រាវជ្រាវនិងការរុករកឡើយការរុករកអវកាសក៏ជួយបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិប្រទេសនានាអាចចែករំលែកចំណេះដឹងបច្ចេកវិទ្យានិងទិន្នន័យដើម្បីជួយដល់ការរីកចម្រើនរួមទំនាក់ទំនងរវាងភពព្រះអង្គានិង Asteroid ភពព្រះអង្គានិងខ្សែក្រវ៉ាត់ Asteroid មានទំនាក់ទំនងយ៉ាងជិតស្និទ្ធក្នុងប្រវត្តិនៃប្រព័ន្ធព្រះអាទិត្យអ្នកវិទ្យាសាស្ត្រជឿថា Asteroid ជាច្រើនគឺជាសំណល់នៃសម្ភារៈដែលមិនអាចបង្កើតជាភពបានដោយសារភពប្រហោះមានកម្លាំងទំនាញខ្លាំងវាបានរារាំងមិនឲ្យសម្ភារៈក្នុងខ្សែក្រវ៉ាត់ Asteroid រួមបញ្ចូលគ្នាក្លាយជាភពថ្មីដូច្នេះ Asteroid Psyche អាចជាសាក្សីនៃដំណើរកំណើតភពក្នុងអតីតកាលការហោះកាត់ភពព្រះអង្គាដើម្បីទៅសិក្សា Asteroid គឺដូចជាការតភ្ជាប់រវាងការសិក្សាភពនិងការសិក្សាវត្ថុអវកាសតូចៗទាំងពីរមានសារៈសំខាន់សម្រាប់ការយល់អំពីប្រវត្តិនៃប្រព័ន្ធព្រះអាទិត្យអនាគតនៃការរុករកអវកាសបេសកកម្ម Psyche គឺជាជំហានមួយក្នុងដំណើររយៈពេលវែងរបស់មនុស្សក្នុងការរុករកអវកាសនៅពេលអនាគតមនុស្សអាចបញ្ជូនយានទៅកាន់ Asteroid ផ្សេងៗទៀតឬសូម្បីតែធ្វើដំណើរទៅយកធនធានពីវា NASA និងអង្គការអវកាសផ្សេងៗក៏មានគម្រោងបញ្ជូនមនុស្សទៅភពព្រះអង្គាផងដែរបច្ចេកវិទ្យាដែលបានសាកល្បងក្នុងបេសកកម្ម Psyche អាចជួយដល់បេសកកម្មមនុស្សនាពេលអនាគតបន្ថែមពីនេះការសិក្សាអំពី Asteroid ក៏មានសារៈសំខាន់សម្រាប់ការការពារផែនដីប្រសិនបើមាន Asteroid មួយអាចបុកផែនដីនោះការយល់ដឹងអំពីរចនាសម្ព័ន្ធ
និងចលនារបស់វាអាចជួយឲ្យមនុស្សរកវិធីការពារយានសាយជីដែលហោះកាត់ភពព្រះអង្គាគឺជាបេសកកម្មដ៏អស្ចារ្យមួយក្នុងប្រវត្តិសាស្ត្រការរុករកអវកាសវាបង្ហាញពីសមត្ថភាពរបស់មនុស្សក្នុងការប្រើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដើម្បីស្វែងយល់អំពីអាថ៌កំបាំងនៃចក្រវាឡការហោះកាត់ភពព្រះអង្គាមិនមែនគ្រាន់តែជាដំណាក់កាលមួយក្នុងដំណើររបស់យានទេប៉ុន្តែជាបច្ចេកទេសដ៏សំខាន់ដែលជួយឲ្យបេសកកម្មអាចសម្រេចបានវាបង្ហាញពីភាពច្នៃប្រឌិតរបស់វិស្វករអវកាសនិងការប្រើប្រាស់ច្បាប់ធម្មជាតិឲ្យមានប្រយោជន៍បេសកកម្មសាយជីក៏អាចផ្ដល់ចម្លើយចំពោះសំណួរធំៗអំពីដើមកំណើតភពនិងប្រវត្តិនៃប្រព័ន្ធព្រះអាទិត្យទិន្នន័យដែលទទួលបានអាចផ្លាស់ប្ដូរការយល់ដឹងរបស់យើងអំពីការកកើតភពនិងរចនាសម្ព័ន្ធខាងក្នុងរបស់វាលើសពីនេះបេសកកម្មនេះក៏ជាការលើកទឹកចិត្តដល់មនុស្សជំនាន់ក្រោយឲ្យចាប់អារម្មណ៍លើវិទ្យាសាស្ត្របច្ចេកវិទ្យានិងការរុករកអវកាសវាបង្ហាញថាមនុស្សអាចសម្រេចក្តីសុបិនធំៗបានប្រសិនបើមានការខិតខំសហការនិងចំណេះដឹងជាសរុបយានសាយជីនិងការហោះកាត់ភពព្រះអង្គាគឺជាឧទាហរណ៍ដ៏ល្អនៃការរីកចម្រើនវិទ្យាសាស្ត្ររបស់មនុស្សជាតិវាមិនត្រឹមតែជាការស្រាវជ្រាវអំពីអវកាសប៉ុណ្ណោះទេប៉ុន្តែជាការស្វែងរកចម្លើយអំពីដើមកំណើតនិងអនាគតរបស់មនុស្សក្នុងចក្រវាឡដ៏ធំអស្ចារ្យនេះ